តេយ្យភាពមិនណាយយុទ្ធលក់ដោបើមានការឆ្លៀនពៀនពីនរណាក៏ដើរខ្វាយយ៉ាងចូលដល់ក្តីពិតនឹងសន្តិភាពអូពីអតីតកម្មដល់ថ្ងៃនេះវត្តសាស្ត្រសិទ្ធិឈាមនឹងទឹកភ្នែកមានការរំលោភបំពានទឹកដីខ្មែរជន់លួចដីដោយប្រពាក្យคล้ายคลาប្រជាជនថៃខ្លះធ្វើដោយមិនដឹងថាដីនេះមានម្ចាស់មានប្រវត្តិពិតប្រាសាទថ្មដីជាផុសតាងថាខ្មែរនៅទីនេះមិនអោយអ្នកបំពានទេយើងមិនស្អប់ប្រជាជនស្អប់អំពើយុត្តិធម៌មិនទទួលការឈ្លានពាននៅអំណាចផែនទីមិនខ្លែងប្រវត្តិមិនកុហកសិទ្ធិរបស់ខ្មែរត្រូវគោរពជានិច្ចយើងនិយាយនៅសំឡេងត្រជាក់ប៉ុន្តែចិនក្រៅពេលដែលដីត្រូវបំពេញសន្តិភាពជាចម្លើយដែលយើងជ្រើសតែសេចក្តីពិតមិនអាចបំបត្តិបានដីខ្មែរនៃកំណើតយើងចូលរឹងមាំអធិបតេយ្យភាពមិនណាយយុទ្ធលក់ដោបើមានការឆ្លៀនពៀនពីនរណាក៏ដើរខ្វាយយ៉ាងចូលដល់ក្តីពិតនឹងសន្តិភាពអូយុវជនខ្មែរសូមគុំភ្លេចរៀនប្រវត្តិសាស្ត្រតការពីប្រទេសជាតិគុំឲ្យពាក្យคล้ายคลายបំបែកយើងសន្តិភាពជាខែលការពារយើងចង់បានសុខសន្តិភាពប្រទេសចិត្តខាងគ្រប់គ្នាទៅវិញទៅមកនៃខ្មែរនេះទៅខ្មែរថានាងណានិយាយក៏ដោយបននេះមិនមែនសម្រាប់សង្គ្រាមតែសម្រាប់កឈលសិទ្ធិនៅសេចក្តីថ្លៃថ្នូរមិនទៅឈរនៅក្នុងមុងការពារទាំងដីភៀមប៉ិនដល់កូនចៅថ្ងៃក្រោយដីខ្មែរនៃកំណើតយើងចូលរឹងមាំអធិបតេយ្យភាពមិនណាយយុទ្ធលក់ដោបើមានការឆ្លៀនពៀនពីនរណាក៏ដើរខ្វាយយ៉ាងចូលដល់ក្តីពិតនឹងសន្តិភាពអូ